โปรดแต่เคยสักจุกចិត្តមួយតោនសងស័យខូចគុណភាពយកទៅបោះចោលរាជធានីភ្នំពេញសាច់ជ្រូកសង្ស័យខូចគុណភាពចិត្តមួយតោនត្រូវបានជនមិនស្គាល់មុខយកទៅបោះចោលនៅទីលានចាក់សម្រាមស្ទឹងមានជ័យអើលពលរដ្ឋបំរុងរើសយកទៅទទួលទានតែត្រូវអាជ្ញាធរធ្វើការហាមឃាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី17ខែកញ្ញាឆ្នាំ2025នៅចំណុចចាក់សម្រាមស្ទឹងមានជ័យចាស់សង្កាត់ស្ទឹងមានជ័យ2ខណ្ឌមានជ័យរាជធានីភ្នំពេញតាមប្រភពព័ត៌មានបានឲ្យដឹងថាសាច់ជ្រូកខាងលើមិនដឹងថាជាសាច់ខូចគុណភាពឬមានបញ្ហាអ្វីនោះទេត្រូវបានជនមិនស្គាល់មុខបានច្រកបាវយកមកបោះចោលនៅទីលានចាក់សម្រាមស្ទឹងមានជ័យទឹកមួយតោនមិនដឹងថាយកមកតាំងពីពេលណានោះទេឃើញបែបនេះហើយក៏មានបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅទីនោះមានអ្នកខ្លះបំរុងរើសយកសាច់ជ្រូកនោះទៅទទួលទានដោយមិនបានគិតថាសាច់ទាំងអស់នោះមានបញ្ហាអ្វីឬខូចគុណភាពនោះឡើយដូច្នេះហើយទើបប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ជូនកម្លាំងអាជ្ញាធរមូលដ្ឋានចុះពិនិត្យបានណែនាំហាមឃាត់មិនឲ្យប្រជាពលរដ្ឋមួយចំនួនដែលបំរុងយកសាច់ជ្រូកទៅទទួលទានឬធ្វើអ្វីមួយឲ្យមានការប្រុងប្រយ័ត្នព្រោះថាសាច់ជ្រូកនេះគ្មានប្រភពច្បាស់លាស់នោះទេបើសិនជាសាច់ជ្រូកល្អគេមិនយកមកបោះចោលដូចនេះនោះទេពាក់ព័ន្ធនឹងករណីនេះផងដែរអាជ្ញាធរមូលដ្ឋានបានរាយការណ៍ជូនបន្តជូនអ្នកជំនាញដែលពាក់ព័ន្ធតែមិនទាន់មានចំណាត់ការអ្វីនោះទេរហូតមកដល់ម៉ោង6ល្ងាចថ្ងៃដដែលដោយអាជ្ញាធរបានដាក់កម្លាំងឃ្លាំមើលនិងស្រាវជ្រាវស្វែងរកអ្នកដែលយកសាច់ជ្រូកនេះមកបោះចោលដើម្បីទៅសួរនាំតាមជំនាញផងដែរកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You